នារីឈ្មោះ Fariha ជានារីដ៏ស្រស់ស្អាតឆ្លៀវឆ្លាតនិងមានក្តីសុបិនច្រើននាងរស់នៅក្នុងភូមិឋានដ៏មានស្រុកស្ដំដែលការពិតឪពុកម្ដាយរបស់នាងគ្រាន់តែជាអ្នកសម្អាតភូមិគ្រឹះឲ្យអ្នកមាននោះតែប៉ុណ្ណោះសេចក្តីព្យាយាមតបស្នងនាងបានជាប់អាហារូបករណ៍ក្នុងមហាវិទ្យាល័យដ៏ថ្លៃបំផុតមួយភ្លាមនោះ Fariha តាក់ទាញចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នានៅមហាវិទ្យាល័យតាមរយៈការតែងខ្លួនអត្តចរិតនិងភាពឆ្លាតវៃនាងក៏ក្លាយជាមនុស្សស្រីដ៏មានប្រជាប្រិយភាពបំផុតនៅទីនោះវាបានតាក់ទាញចំណាប់អារម្មណ៍របស់អេមីព្រានរូបស្រស់ល្បីឈ្មោះនៅមហាវិទ្យាល័យនិងក៏ជាកូនប្រុសក្នុងត្រកូលស្រុកស្ដំមួយដែរសម្លៀកបំពាក់ដែលនាងស្លៀកពាក់ជារបស់អ្នកជិតខាងដែលម្ដាយរបស់នាងជាអ្នកឌីហ្សាញម៉ូដល្បីឈ្មោះគ្មានអ្នកណាដឹងបានទីថានាងគ្រាន់តែជាកូនស្រីអ្នកបោសសម្អាតរស់នៅក្នុងបន្ទប់ក្រោមដីអេមីក៏បានបាក់ចិត្តស្រឡាញ់លងជឿនឹងការកុហករបស់នាងប៉ុន្តែនៅពេលដែលនាងត្រៀមសារភាពប្រាប់ការពិតអ្វីកាន់តែលំបាកក្នុងការបកស្រាយតើស្នេហាគេទាំងពីរនៅតែបន្តបានដែរឬទេរឿងជីវិតនាង Fariha ផ្សាយជូនទស្សនារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង 12:30